ក្មេងតូចឥឡូវគួរឲ្យស្រឡាញ់ណាស់អ្នកទាំងអស់គ្នាគ្រាន់តែខ្ញុំថាបងដេកមុនហើយអូនឆាប់គេងផងកុំនៅយប់ជ្រៅពេកបងបារម្ភហើយក្មេងតូចក៏ប៉ុន្តែចិត្តធំរបស់យើងគាត់ថាចាស់បងថានិយាយទៅពេញចិត្តស្ដោកហ្មងអ្នកទាំងអស់គ្នានិយាយទៅអ្នកទាំងអស់គ្នាប្លែកចម្លែកអញ្ចឹងបានទៅប្រេងឡើងថ្លៃដោយសារតែថ្ងៃហ្នឹងក្មេងតូចរបស់ខ្ញុំគាត់សភាពអ្នកទាំងអស់គ្នាលំគួរស្រឡាញ់និយាយទៅកម្រណាស់ដែលគេហៅបងថាពេញមុតអញ្ចឹងគេដឹងអស់ហើយបន្ទាប់ពីគាត់ថាចាស់ហើយខ្ញុំគាត់ថាមុននឹងដេកញ៉ោះលេងមួយសិនខ្ញុំថាខកអញមកក្បាលបូមហ្នឹងលើគ្រាន់តែឯងថាខកសោះដាក់ហ្វាក់យូមកឯងអីណានិយាយទៅខូចហ្មងកូននឹងនិយាយថាខ្ញុំកូនបងក្បាលរឿងដែរអ្នកទាំងអស់គ្នាខ្ញុំគាត់ថាឆ្លើយបន្ទាប់ពីខ្ញុំថាក្មេងឆ្លើយហើយក្មេងឆ្លើយក៏ដាក់មកវិញថាអត់ឆ្លើយផងនៅក្នុងចិត្តរបស់ខ្ញុំថាយ៉ាអត់ឆ្លើយមែនមួយលើហើយមិនស្រួលខ្លួនឯងចាប់ចំណុំទៅស្រោចទឹកណាចេះនៅពេលដែលខ្ញុំថាមួយលើហើយគេឆ្លើយមកវិញភ្ញាក់គេថាអីទៀតហើយចង់រកចិត្តដាក់យើងនៅពេលយើងរកចិត្តដាក់វិញធ្វើឯងអីណាត្រឹមត្រូវយ៉ាប់មេណាកូនពៅខ្ញុំថានេះគឺជាបុគ្គលគ្រោះថ្នាក់មួយដែលបលិគោរកំណត់មុខស្ញានៅពេលដែលគាត់សួរថាអីទៀតហើយខ្ញុំក៏ឆ្លើយទៅវិញថាមានអីវាយលើហើយតែឆ្លើយដាក់បងអាស្ទីលហ្នឹងអញត្រាប់អញវាយពី3នាក់ឯងអូខេអ្នកនរគ្នាថ្ងៃនេះគឺថាខ្ញុំមកស្រ័យចម្ងល់ខ្លួនឯងដែលថាឆ្ងល់យូរហើយជាង20ឆ្នាំបន្ទាប់ពីខ្ញុំសុំគេសួរហើយអ្នកនរគ្នាគាត់ក៏ថាសួរមកខ្ញុំអត់ទុកយូរទេខ្ញុំក៏សួរទៅកាន់គាត់ភ្លាមហើយខ្ញុំបានសួរទៅកាន់គាត់ថាមនុស្សស្រីមិនបានងូតទឹកយូរម៉ែតាមពិតទៅខ្ញុំចង់សួរអញ្ចេះអ្នកនរគ្នាខ្ញុំចង់ថាមនុស្សស្រីពេលងូតទឹកគេធ្វើអីខ្លះបានយូរម៉ែក៏ប៉ុន្តែខ្លាចគេខឹងអ្នកនរគ្នាអញមកក្បាលបូមហ្នឹងលើបន្ទាប់ពីខ្ញុំសួរគាត់អញ្ចឹងហើយគាត់ក៏ឆ្លើយមកវិញថាជារឿងធម្មតារបស់មនុស្សស្រីហើយបងកុំឆ្ងល់អីតាមពិតទៅខ្ញុំនៅតែឆ្ងល់អ្នកទាំងអស់គ្នាដោយសារតែងូតទឹកខ្ញុំដោះខ្លួនក៏ដោះដូចគ្នាដោះមុខក៏ដោះដូចគ្នាដែរតែមិនឃើញយូរដល់គេវិញយូរនោះយូរហើយបន្ទាប់ពីគាត់ថាជារឿងធម្មតារបស់មនុស្សស្រីហើយខ្ញុំក៏មិនដឹងថាម៉េចទៀតខ្ញុំថាអូចន្លែកម្លេះណគ្រាន់តែខ្ញុំថាអញ្ចឹងសោះគាត់សើចអដែរអ្នកទាំងអស់គ្នាពាក្យហ្នឹងក៏ប្លែកមែនហើយកូនក្មេងរបស់ខ្ញុំក៏តបមកវិញថាបងអូនសួរមួយមើលខ្ញុំភ័យដែរអ្នកទាំងអស់គ្នាគេសួរអញ្ចឹងអីយ៉ាគេសួរអីចេះនិយាយថាខ្ញុំវិញអ្នកទាំងអស់គ្នាជាសភាពបរោះក៏បាននិយាយទៅកាន់គាត់ថាបាទសួរមកបងចាំឆ្លើយអីយ៉ារាប់អត់បានហើយអ្នកទាំងអស់គ្នាដឹងអត់កណ្ដាលយប់អាធ្រាត្រដ៏សែនស្ងប់ស្ងាត់ខ្យល់បក់ប៉ះស្លឹកឈើបន្លឺសំឡេងម្ដងបន្តិចនៅពេលនោះអ្នកទាំងអស់គ្នាគាត់ក៏រំពេចសួរមកកាន់ខ្ញុំថាអង្ការបានបងឯងមានសង្សារដូចគេសំណួរឡើងចាក់ដុតមកអ្នកទាំងអស់គ្នានិយាយពីថាស្រីស្អាតម្នាក់នេះខូនរបស់គាត់ឈ្មោះថាដារិនការ៉េអ្នកទាំងអស់គ្នាដារិនហ្នឹងដារិន1លើកជាការ៉េទៅដារិន2ហើយក៏សូមបញ្ជាក់ផងដែរថាគាត់អត់ទាន់មានសង្សារទេអាចថាខ្ញុំជាសង្សាររបស់គាត់ក៏អាចថាបានដែរអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការលើកទឹកចិត្តអ្នកទាំងអស់គ្នាអាចជួយខ្ញុំតាមរយៈ QR code នេះក៏បានដែរណាអ្នកទាំងអស់គ្នាអាចមើលក្នុងកងខ្ញុំជាក់ស្ដែងបានកងខ្ញុំអត់មានលុយទេអ្នកទាំងអស់គ្នាជួយបន្តិចមកហើយវីដេអូខ្ញុំក៏អត់មានអីច្រើនដែរមានតែប៉ុណ្្នឹងឯងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយ